អ៊ីរ៉ង់បានធ្វើឲ្យសត្រូវអាមេរិកនិងអ៊ីស្រាអែលចាញ់សង្គ្រាមយ៉ាងអាម៉ាស់មុខបំផុតនៅក្នុងសមរភូមិវិធីសាស្ត្រចម្បងរបស់សត្រូវគឺធ្វើយ៉ាងណាឲ្យអ៊ីរ៉ង់ចុះខ្សោយបាត់បង់ក្តីសង្ឃឹមភ័យខ្លាចមិនទុកចិត្តគ្នានិងបែកបាក់គ្នានេះជាសាររបស់ប្រមុខសាសនាអ៊ីស្លាមអ៊ីរ៉ង់ថ្មីលោកមុចតាបាខាម៉ានីដែលបានចាក់ផ្សាយតាមទូរទស្សន៍ជាតិអ៊ីរ៉ង់នៅថ្ងៃប្រហ័សទី4មិថុនាសាររបស់លោកមុចតាបាខាម៉ានីត្រូវបានគេចាក់ផ្សាយនៅអំឡុងពិធីរំលឹកលើកទី37នៃមរណភាពរបស់អតីតប្រមុខសាសនាអ៊ីរ៉ង់លោករ៉ូហូឡាខូមេនីលោកមុចតាបាខាម៉ានីក៏បានផ្ញើសារឲ្យប្រជាជនអ៊ីរ៉ង់ទាំងអស់ឲ្យចេះរួបរวมគ្នាជឿទុកចិត្តគ្នាទៅវិញទៅមកកុំស្ដាប់តាមការឃោសនានិងកំចាញ់ឧបាយកលរបស់សត្រូវឲ្យសោះបើតាមរូបភាពវីដេអូដែលចាក់ផ្សាយតាមទូរទស្សន៍រដ្ឋអ៊ីរ៉ង់ប្រជាជនអ៊ីរ៉ង់បានប្រមូលផ្ដុំគ្នានៅមុខទីតម្កល់សពរបស់លោកអាយ៉ាតូឡាអាលីខាម៉ានីឪពុករបស់លោកមុចតាបាខាម៉ានីនៅកណ្ដាលទីក្រុងតេហេរ៉ង់នៅពីមុខទីតម្កល់សពរបស់លោកអាយ៉ាតូឡាអាលីខាម៉ានីប្រជាជនអ៊ីរ៉ង់មួយចំនួនបានលើករូបថតរបស់ប្រមុខដឹកនាំសាសនាទាំង3អ្នកខ្លះទៀតបានលើកទង់ជាតិសាធារណរដ្ឋអ៊ីស្លាមនិងទង់ជាតិរបស់ក្រុមប្រដាប់អាវុធ Hezbollah លីបង់ក្រូវីបើក្រឡេកទៅមើលកិច្ចចរចាសន្តិភាពរវាងអាមេរិកនិងអ៊ីរ៉ង់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានអះអាងថាអាមេរិកនិងអ៊ីរ៉ង់អាចយល់ព្រមគ្នានៅចុងសប្តាហ៍នេះដើម្បីបង្កើតកិច្ចព្រមព្រៀងសន្តិភាពឈានទៅបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ានេះបើយោងតាមប្រសាសន៍របស់លោកត្រាំនៅចំពោះមុខអ្នកសារព័ត៌មាននាថ្ងៃពុធទី3មិថុនាពលគឺធ្វើឡើងមួយថ្ងៃមុនការចាក់ផ្សាយសាររបស់លោកមុចតាបាខាម៉ានីនេះមិនមែនជាលើកទី1ទេដែលលោកត្រាំតែងអួតថាកិច្ចព្រមព្រៀងរវាងភាគីទាំងពីរអាមេរិកនិងអ៊ីរ៉ង់ជិតបានសម្រេចតែចុងក្រោយគ្មានបានលទ្ធផលអ្វីជាដុំកំភួនឡើយចំណែកនៅច្រកសមុទ្រអុកម៉ូសកាលពីចុងខែឧសភាអាមេរិកនិងអ៊ីរ៉ង់បានវាយប្រហារគ្នាសាជាថ្មីបើទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងភាគីទាំងពីរដែលបានចូលជាធរមាននៅថ្ងៃទី8មេសាកន្លងទៅរីឯក្រុងតេហេរ៉ង់បានព្រមានអាមេរិកថាសង្គ្រាមទ្រង់ទ្រាយធំអាចនឹងកើតឡើងសាជាថ្មីប្រសិនបើអ៊ីស្រាអែលមិនព្រមបញ្ឈប់វាយប្រហារលើប្រទេសលីបង់ប៉ុន្តែអ៊ីស្រាអែលហាក់មិនព្រមបន្ទន់អិរិយាបថដោយបានអះអាងថាបើក្រុម Hezbollah វាយប្រហារលើកងទ័ពអ៊ីស្រាអែលគឺអ៊ីស្រាអែលអាចឆ្លើយតបវិញបាន